លោកប្តីមើលចុះជាងជើទោះឯងមិនទទួលស្គាល់ថាគេជាម្ដាយចុងក៏ដោយយ៉ាងណាគេជាប្រពន្ធរបស់ឪឯងគួរទៅទុកមុខឲ្យយើងខ្លះផងមិនក៏ឯងនិយាយសម្ដីឆ្លើយបែបនេះហើយចុះលោកបានទុកមុខឲ្យប្រពន្ធរបស់ខ្ញុំដែរទេជាងស៊ីសងអីនេះឯងហ៊ានហៅឈ្មោះរបស់យើងផងយើងជាឪបង្កាត់របស់ឯងណាខ្ញុំប្រាប់តែចុះបើហ៊ានតែមើងងាយប្រពន្ធរបស់ខ្ញុំម្ដងទៀតកុំថាខ្ញុំឆ្លើយឲ្យសោះអីព្រោះតែស្រីអាក្រក់ថោកទាបម្នាក់នេះអាយហ៊ានប្រឆាំងនឹងយើងដែលជាឪបង្កាត់របស់ខ្លួនឯងតើស្រីម្នាក់នេះមានស្អីល្អទៅបើគ្រាន់តែតម្លៃរបស់ប្រពន្ធខ្លួនឯងតែខ្ញុំមើលមិនឃើញខ្ញុំមិនស័ក្តិសមនឹងធ្វើជាប្តីរបស់នាងនោះទេត្រូវហើយខ្ញុំសូមរំលឹកលោកបន្តិចទៅចុះកុំព្យាយាមយកវិធីសាស្ត្រគំរោះដែលលោកធ្លាប់បានធ្វើមកប្រើជាមួយប្រពន្ធរបស់ខ្ញុំឲ្យសោះព្រោះថាបើមានរឿងអីកើតឡើងចំពោះនាងមិនថាលោកបានធ្វើវាឬក៏អត់ទេខ្ញុំនៅតែបន្ទោសលោកហើយខ្ញុំនឹងសងវាវិញទាំងការទាំងដើមទៅប្រពន្ធទាំងពីររបស់លោកឲ្យស័ក្តិសមបំផុតខ្ញុំហ៊ាននិយាយគឺហ៊ានធ្វើហើយសាកមើលបានមិនក៏អញហ៊ានគំរាមយើងអាកូនទូរយុអាកូនមិនស្គាល់ល្អអាក្រក់ឯងនេះខ្ញុំចង់ប្រាប់ថាបើគ្រាន់តែតម្លៃប្រពន្ធខ្លួនឯងតែខ្ញុំមើលមិនឃើញខ្ញុំមិនស័ក្តិសមធ្វើជាប្តីរបស់នាងទេគិតមើលយូរទៅបើទោះបីជាសម្ព័ន្ធភាពរវាងយើងជាការសម្ដែងតែប៉ុន្មានថ្ងៃនេះលោកបានបំពេញតួនាទីជាស្វាមីល្អខ្លាំងណាស់ខ្ញុំពិតជាខាត់កត់ទុកយូរពេកហើយត្រូវតែប្រញាប់ឆាប់លែងលះដើម្បីដោះលែងគាត់ឲ្យឆាប់ទៅរកមនុស្សស្រីដែលស័ក្តិសមយ៉ាងម៉េចយប់នេះនាងចង់គេងដោយមានវានៅក្នុងដៃមែនទេខ្លាំងណាស់ដែលជួយយករបស់ប៉ាម៉ាក់ខ្ញុំមកវិញតែប៉ុណ្ណឹងទេខ្ញុំគិតថាស្អែកនេះពួកយើងលែងលះគ្នាទៅនេះមែនទេជាការតបស្នងគុណដែលនាងបានផ្ដល់ឲ្យខ្ញុំនោះឬមួយលោកគ្មានកម្រងលែងលះគ្នាទេថ្ងៃនេះលោកធ្វើឲ្យលោកប៉ាខឹងខ្លាំងណាស់លោកមិនគួរធ្វើឲ្យខ្លួនឯងពិបាកដោយសារខ្ញុំត្រូវទេនាងគិតថាខ្ញុំកំពុងធ្វើឲ្យខ្លួនឯងពិបាកដោយសារតែរៀបការជាមួយនាងមែនទេហើយចុះវាត្រូវឬអត់គ្មានប្រុសណាដែលចង់រៀបការជាមួយខ្ញុំទេលោកគឺជាងជើជាមនុស្សប្រុសដែលស្ថិតនៅចំណុចខ្ពស់បំផុតដូច្នេះការដែលលោករៀបការជាមួយខ្ញុំមនុស្សជាច្រើននឹងនិយាយដើមឬមួយក៏លោកគ្មានអារម្មណ៍ថាខ្មាស់គេទេច្រើនឆ្នាំកន្លងមកនាងប្រហែលជាជួបរឿងមិនល្អច្រើនណាស់ហើយបានជាគិតមិនល្អលើខ្លួនឯងបែបនេះមិនអីទេខ្ញុំសុំហើយត្រូវតែទទួលយកឲ្យបានមិនអញ្ចឹងខ្ញុំច្បាស់ជាត្រូវធ្វើបាបខ្លួនឯងរហូតដល់ស្លាប់